សួស្តីបងប្អូនសិក្សានិស្សិតដែលកំពុងតែសិក្សាថ្នាក់ទី9ចាជាទីស្រឡាញ់ទាំងអស់គ្នាអ្នកគ្រូឈ្មោះហឺចម្រើនជាគ្រូបង្រៀនមុខវិជ្ជារូបវិទ្យានៅក្នុងកម្មវិធីសិក្សាសាលារៀនចំនួនថ្មីនៃវិទ្យាល័យហ៊ុនសែនពីមជីកងចាថ្ងៃនេះយើងនឹងបន្តមេរៀនរបស់យើងដែលនៅសល់ការពីម៉ោងមុនតទៅទៀតចាមុននឹងបន្តសូមបងប្អូនចាចូលរួមឆ្លើយនៅសំណួររំលឹកមេរៀនរបស់អ្នកគ្រូបន្តិចសិនសំណួរសួរថាតើឧបករណ៍អ្វីដែលគេប្រើសម្រាប់កត់ត្រាថាមពលអគ្គិសនីគិតជាគីឡូវ៉ាត់ម៉ោងតើឧបករណ៍អ្វីបងប្អូនចាអញ្ចឹងយើងមកមើលចម្លើយរបស់តុក្កតាគំនិតនីមួយៗចាដែលគាត់បានឆ្លើយនៅខាងក្រោមសំណួរដូចតទៅតុក្កតាគំនិតទី1គាត់បានឆ្លើយថាឧបករណ៍សម្រាប់កត់ត្រាថាមពលអគ្គិសនីគិតជាគីឡូវ៉ាត់ម៉ោងគឺជាកុងទ័រអគ្គិសនីចាហើយតុក្កតាទី2គឺគាត់បានឆ្លើយថាជាឌីសង់ទ័រអគ្គិសនីចំណែកឯតុក្កតាទី3គឺគាត់ឆ្លើយថាវ៉ុលម៉ែត្រនិងចុងក្រោយគេគឺតុក្កតាទី4គាត់បានឆ្លើយថាជាអំពែម៉ែត្រចាតើបងប្អូនគិតថាចម្លើយរបស់តុក្កតាគំនិតណាមួយជាចម្លើយត្រឹមត្រូវចាចម្លើយដែលត្រឹមត្រូវនោះគឺចម្លើយរបស់តុក្កតាគំនិតទី1ឧបករណ៍ប្រើសម្រាប់កត់ត្រាថាមពលអគ្គិសនីគិតជាគីឡូវ៉ាត់ម៉ោងគឺជាកុងទ័រអគ្គិសនីសំណួរបន្ទាប់ថាមពលអគ្គិសនីដែលគ្រឿងអគ្គិសនីមានអានុភាព1គីឡូវ៉ាត់ទទួលឫស្សីក្នុងរយៈពេល1ម៉ោងហៅថាអ្វីបងប្អូនចាអញ្ចឹងយើងមកមើលចម្លើយរបស់តុក្កតានីមួយដែលគាត់បានឆ្លើយចាតើបងប្អូនគិតថាចម្លើយមួយណាដែលជាចម្លើយត្រឹមត្រូវចាទី1គឺគាត់បានឆ្លើយថាស៊ូចាទី2គឺគាត់ឆ្លើយថា1ស៊ូចំណែកឯទី3គឺគីឡូវ៉ាត់និងចុងក្រោយគេគឺទី4គាត់ឆ្លើយថា1គីឡូវ៉ាត់ម៉ោងចាតើចម្លើយមួយណាដែលជាចម្លើយត្រឹមត្រូវចម្លើយដែលត្រឹមត្រូវគឺចម្លើយរបស់តុក្កតាទី4ចា1គីឡូវ៉ាត់ម៉ោង1គីឡូវ៉ាត់ម៉ោងគឺជាថាមពលអគ្គិសនីដែលគ្រឿងអគ្គិសនីមានអានុភាព1គីឡូវ៉ាត់ទទួលឫស្សីក្នុងរយៈពេល1ម៉ោងចូលដល់សំណួរចុងក្រោយតើខាងក្រោមនេះណាមួយជារូបមន្តរបស់ថាមពលអគ្គិសនីចាចម្លើយជ្រើសរើសរបស់យើងមានចំនួន4ចាទី1គឺ E ស្មើ VI ចែកនឹង T ចាទី2 E ស្មើ VIទី3 E ស្មើ P ចែកនឹង T ទី4 E ស្មើ PT តើចម្លើយណាមួយដែលបងប្អូនគិតថាត្រឹមត្រូវចាចម្លើយដែលត្រឹមត្រូវគឺចម្លើយទី4ថាមពលអគ្គិសនីមានរូបមន្ត E ស្មើ PT អានុភាពអគ្គិសនីគុណនឹងរយៈពេលចាសរុបមកវិញអ្វីដែលយើងបានរៀនកាលពីម៉ោងមុនគឺតកតឹងទៅនឹងថាមពលអគ្គិសនីចាហើយថាមពលអគ្គិសនីនេះផងដែរជាអ្នកធ្វើឲ្យចាឧបករណ៍អគ្គិសនីឬក៏គ្រឿងអគ្គិសនីទាំងឡាយអាចដំណើរការបានចាអញ្ចឹងនៅពេលដែលយើងភ្ជាប់គ្រឿងទទួលអគ្គិសនីទៅនឹងប្រភពផ្ដល់ថាមពលអគ្គិសនីចានៅពេលនោះចរន្តអគ្គិសនីគឺបានដឹកនាំថាមពលអគ្គិសនីទៅកាន់គ្រឿងទទួលអគ្គិសនីឬក៏យើងហៅថាគ្រឿងអគ្គិសនីហើយគ្រឿងអគ្គិសនីនេះក៏បានបំលែងថាមពលអគ្គិសនីទាំងនោះទៅជាថាមពលផ្សេងចាដូចជាថាមពលកម្ដៅថាមពលពន្លឺថាមពលសំឡេងថាមពលគីមីនិងថាមពលមេកានិកជាដើមចានៅពេលនេះសូមបងប្អូនកលេចមកមើលគ្រឿងអគ្គិសនីមួយចំនួនដែលបានបំលែងថាមពលអគ្គិសនីទៅជាថាមពលផ្សេងនៅពេលដែលមានចរន្តអគ្គិសនីឆ្លងកាត់វាអំពូលរង្គំនៅពេលដែលមានចរន្តអគ្គិសនីឆ្លងកាត់អំពូលគឺវាបានបំលែងថាមពលអគ្គិសនីទៅជាថាមពលពន្លឺនិងថាមពលកម្ដៅទូរទស្សន៍ចាទូរទស្សន៍គឺវាបានបំលែងថាមពលអគ្គិសនីទៅជាថាមពលពន្លឺនិងសំឡេងចាគ្រឿងអគ្គិសនីទី3កង្ហារបានបំលែងថាមពលអគ្គិសនីទៅជាថាមពលមេកានិកនិងចុងក្រោយគេគឺកំសៀវអគ្គិសនីគឺបានបំលែងថាមពលអគ្គិសនីទៅជាថាមពលកម្ដៅចាអញ្ចឹងថាមពលអគ្គិសនីគឺវាអាចបំលែង
ទៅជាធម្មពលជាច្រើននៅក្នុងទម្រង់ផ្សេងៗគ្នាគឺអាស្រ័យទៅនឹងប្រភេទនៃគ្រឿងអគ្គិសនី ហើយនៅក្នុងថ្ងៃនេះដែរអ្នកគ្រូសូមឲ្យបងប្អូនចូលរួមសិក្សានិងពិភាក្សាជាមួយនឹងអ្នកគ្រូអំពីការបំលែងធម្មពលមួយក្នុងចំណោមការបំលែងធម្មពលដែលយើងបានលើកឡើងអំបញ្ញមិញនេះគឺការបំលែងធម្មពលអគ្គិសនីទៅជាធម្មពលកម្ដៅចា៎តើធម្មពលអគ្គិសនីនិងធម្មពលកម្ដៅមានទំនាក់ទំនងគ្នាដូចដេចហើយដំណើរការនៃការបំលែងរបស់វាគឺមានលក្ខណៈបែបណាចាមុននឹងធ្វើការលម្អិតនៅចំណុចនេះសូមបងប្អូនងាកមកមើលវត្ថុបំណងរបស់ខ្លឹមសារជាមុនសិនក្រោយសិក្សាចំណុចនេះចប់អ្នកគ្រូសង្ឃឹមថាបងប្អូននឹងទទួលបានចំណេះដឹងមួយចំនួនដូចខាងក្រោមគឺបងប្អូនអាចរៀបរាប់ពីច្បាប់រក្សានិងបំលែងធម្មពលបានត្រឹមត្រូវបង្ហាញពីទំនាក់ទំនងរវាងធម្មពលអគ្គិសនីនិងធម្មពលកម្ដៅតាមរយៈរូបមន្ត OI ការ៉េ T ស្មើនឹង MC delta T បានត្រឹមត្រូវកណនីលំហាត់ដោយប្រើប្រាស់រូបមន្ត E ស្មើ OI ការ៉េ T និង Q ស្មើ MC delta T បានត្រឹមត្រូវអញ្ចឹងយើងត្រឡប់មកខ្លឹមសារមេរៀនរបស់យើងវិញនៅពេលនេះសូមបងប្អូនទាំងអស់គ្នាសង្កេតមើលរូបភាពនេះដោយយកចិត្តទុកដាក់បន្តិចអញ្ចឹងយើងសង្កេតមើលតើគេចង់បង្ហាញយើងអំពីអ្វីគឺគេចង់បង្ហាញយើងអំពីដំណើរការនៃការបំលែងធម្មពលអគ្គិសនីទៅជាធម្មពលកម្ដៅអញ្ចឹងនៅពេលដែលគេភ្ជាប់វាទៅនឹងប្រភពចរន្តអគ្គិសនីធម្មពលអគ្គិសនីត្រូវបានដឹកនាំដោយចរន្តអគ្គិសនីតាមរយៈខ្សែចម្លងមកកាន់កំសៀវហើយវាចូលទៅដល់គ្រឿងកម្ដៅផ្នែកខាងក្នុងផ្នែកខាងក្នុងរបស់កំសៀវគឺមានគ្រឿងកម្ដៅមួយដែលធ្វើអំពីខ្សែចម្លងនីក្រូមរួមជារបំត្រង់ចំណុចនេះហើយគឺធម្មពលអគ្គិសនីរបស់យើងទាំងអស់ត្រូវបានបំលែងទៅជាធម្មពលកម្ដៅអញ្ចឹងសម្រាប់ឧបករណ៍កម្ដៅឬក៏ឧបករណ៍បំលែងធម្មពលអគ្គិសនីជាធម្មពលកម្ដៅមានដូចជាកំសៀវអគ្គិសនីដែលយើងបានលើកឡើងក្រៅពីនេះមានឆ្នាំងអ៊ុតអគ្គិសនីប្រដាប់ផ្លុំសក់និងចង្ក្រានអគ្គិសនីហើយឧបករណ៍ទាំងនេះគឺមានគ្រឿងកម្ដៅវានៅផ្នែកខាងក្នុងដែលរុំជារបំសម្រាប់បំលែងធម្មពលអគ្គិសនីទៅជាធម្មពលកម្ដៅនេះឯងហើយចំពោះការគណនារកធម្មពលនីមួយៗគឺយើងចាំបាច់ត្រូវតែស្គាល់រូបមន្តរបស់វាបើសិនជាយើងអត់ស្គាល់រូបមន្តរបស់វាទេគឺយើងមិនអាចគណនារកធម្មពលរបស់វាបានទេអញ្ចឹងត្រង់ចំណុចនេះធម្មពលរបស់យើងគឺមានពីរធម្មពលអគ្គិសនីនិងធម្មពលកម្ដៅរូបមន្តធម្មពលអគ្គិសនីគឺយើងបានរៀនរួចហើយគឺ E ស្មើនឹង P/T ដែល P របស់យើងស្មើ VI តែ V តុងចុងនេះគឺវាស្មើនឹង OI តទៅទៀតអញ្ចឹងគឺយើងយក OI មកចំនួននៅត្រង់ V អញ្ចឹងយើងបាន P ស្មើនឹង OI ការ៉េអញ្ចឹង OI គុណនឹង I ស្មើនឹង OI ការ៉េហើយយករូបមន្តម្ដុំហ្នឹងទៅចំនួនក្នុងរូបមន្តធម្មពលអគ្គិសនីខាងលើម្ដងទៀតអញ្ចឹងនៅត្រង់ P គឺយើងចំនួនដោយ OI ការ៉េចុងក្រោយគឺយើងទទួលបានរូបមន្តថ្មីរបស់ធម្មពលអគ្គិសនីE ស្មើនឹង OI ការ៉េ T រូបមន្តរបស់យើងគឺអាចបត់បានអញ្ចឹងវាអាស្រ័យទៅនឹងប្រធានលំហាត់ដែលគេប្រាប់យើងដែរអញ្ចឹងណាបើសិនជាគេប្រាប់អានុភាពនិងរយៈពេលគឺយើងអាចរកធម្មពលអគ្គិសនីតាមរូបមន្តខាងលើគឺ E ស្មើ P/T តែបើសិនជាប្រធានគឺគេប្រាប់មាន resistance ផងមានអាំងតុងស៊ីតេចរន្តផងនិងរយៈពេលផងគឺយើងត្រូវប្រើរូបមន្តថ្មីនេះគឺ E ស្មើ OI ការ៉េ T ចំណែកឯធម្មពលកម្ដៅឬក៏យើងហៅម្យ៉ាងទៀតថាបរិមាណកម្ដៅគឺបងប្អូនធ្លាប់បានសិក្សាកាលពីថ្នាក់ទី7រួចម្ដងមកហើយអញ្ចឹងតើបងប្អូនណាមានចាំទេរូបមន្តធម្មពលឬក៏បរិមាណកម្ដៅមានរូបមន្តដូចម្ដេចធម្មពលកម្ដៅមានរូបមន្ត Q ស្មើ MC delta T អញ្ចឹងដើម្បីគណនារកធម្មពលអគ្គិសនីគឺយើងប្រើរូបមន្ត E ស្មើ OI ការ៉េ T ហើយធម្មពលកម្ដៅគឺគេប្រើរូបមន្ត Q ស្មើ MC delta T ដែល E ជាធម្មពលអគ្គិសនីគិតជាស៊ូឬក៏គីឡូវ៉ាត់ម៉ោង O ជា resistance អគ្គិសនីគិតជាអូម
E អាំងតុងស៊ីតេចរន្តអគ្គិសនីគិតជាអំពែ T រយៈពេលគិតជាវិនាទី Q ថាមពលកម្ដៅគិតជាស៊ូ M ម៉ាសអង្កធាតុគិតជាគីឡូក្រាម C កម្ដៅម៉ាសអង្កធាតុគិតជាស៊ូក្នុង1គីឡូក្រាមអង្សាសេ Delta T បំរែបំរួលសីតុណ្ហភាពគិតជាអង្សាសេ ក្នុងច្បាប់រក្សានិងបំលែងថាមពលពោលថាថាមពលមិនបាត់សូន្យនិងមិនកើតឡើងដោយឯកឯងទេគ្រាន់តែវាបំលែងពីថាមពលមួយទៅថាមពលមួយផ្សេងទៀតប៉ុណ្ណោះចាអញ្ចឹងថាមពលគឺវាមិនកើតឡើងដោយឯកឯងទេហើយវាក៏មិនបាត់បង់ទៅណាដែរគឺវាបំលែងពីថាមពលមួយទៅមួយផ្សេងទៀតចាយោងតាមច្បាប់រក្សានិងបំលែងថាមពលនេះករណីដែលថាមពលអគ្គិសនីបំលែងទៅជាថាមពលកម្ដៅទាំងស្រុងគឺគេបានចាថាមពលអគ្គិសនីស្មើនឹងថាមពលកម្ដៅ E ស្មើនឹង Q ឬក៏ OI ការ៉េ T ស្មើនឹង MC delta T ចាដើម្បីឲ្យកាន់តែច្បាស់ទៅលើរូបមន្តចាសូមបងប្អូនទាំងអស់គ្នាទាញប៊ិចនិងសភៅមកដើម្បីចូលរួមកណនីដោះស្រាយលំហាត់របស់យើងទាំងអស់គ្នា 1. ឆ្នាំងអ៊ុតអគ្គិសនីមួយមានរេស៊ីស្តង់60អូមបើចរន្តឆ្លងកាត់វាមានអាំងតុងស៊ីតេ4អំពែកណនីកតុងសុងអគ្គិសនីដែលបដូរឲ្យឆ្នាំងអ៊ុតចាខអានុភាពអគ្គិសនីដែលបដូរឲ្យឆ្នាំងអ៊ុតកែវថាមពលកម្ដៅដែលភាយចេញពីឆ្នាំងអ៊ុតក្នុងរយៈពេល5វិនាទីចាលំហាត់របស់យើងគឺគេសួររក3គឺទី1តុងសុងអគ្គិសនីចាទី2អានុភាពអគ្គិសនីនិងទី3គឺថាមពលកម្ដៅដែលភាយចេញពីឆ្នាំងអ៊ុតក្នុងរយៈពេល5វិនាទីចាអញ្ចឹងបន្ទាប់ពីយើងដឹងថាប្រធានគេសួររកអ្វីហើយគឺយើងត្រូវសងបំរាប់តែប្រធានគេប្រាប់ឲ្យអស់មកតើប្រធានគេប្រាប់អ្វីខ្លះចាគឺគេប្រាប់រេស៊ីស្តង់ O ស្មើនឹង60អូមអាំងតុងស៊ីតេចរន្តអគ្គិសនី E ស្មើនឹង4អំពែនិងរយៈពេលចា T ស្មើនឹង5នាទីຂະຫນាតនៃរយៈពេលយើងគិតជាវិនាទីអញ្ចឹងគឺយើងត្រូវបំបែកចានាទីទៅជាវិនាទីអញ្ចឹងយើងបបែកវាមកចា5នាទីគឺស្មើនឹង5គុណនឹង60ចាស្មើនឹង300វិនាទីចាស្រង់បំរាប់រួចហើយគឺយើងរករូបមន្តដែរតកតងចារវាងបំរាប់និងអ្វីដែលប្រធានគេសួររកមួយហ្នឹងចាតុងសុងអគ្គិសនីតុងសុងអគ្គិសនីរកតាមរូបមន្តណាតាបងប្អូនជាងឆ្លើយម្នាក់បន្តិចមកចាគឺរូបមន្ត V ស្មើ O I ដោយសារតែ O ក៏គេប្រាប់ចា I ក៏គេប្រាប់ចុះតើអានុភាពអគ្គិសនីវិញតើយើងរកតាមរូបមន្តណាគឺរូបមន្តចា P ស្មើ OI ការ៉េឬក៏ P ស្មើ VI អញ្ចឹងតកតឹងទៅនឹងអានុភាពអគ្គិសនីគឺយើងអាចរកតាមរូបមន្ត2អញ្ចឹងបងប្អូនគិតថារូបមន្តមួយណាស្រួលបងប្អូនរកតាមរូបមន្តហ្នឹងទៅចាចំណែកឯថាមពលកម្ដៅចាថាមពលកម្ដៅគឺយើងត្រូវរកតាមច្បាប់រក្សានិងបំលែងថាមពលចា E ស្មើនឹង Q និង E ស្មើគ្នាទេអញ្ចឹងគឺយើងអាចរកតាមរូបមន្ត E ស្មើនឹង PT ឬក៏ E ស្មើ OI ការ៉េ T ចាអញ្ចឹងបំរាប់ហើយនឹងរូបមន្តគឺយើងបានស្រង់វាមកអស់ហើយអញ្ចឹងបងប្អូនចាអាចធ្វើការកណនាចាតាមលំដាប់លំដោយនៅសំណួរអ្វីដែលគេបានសួរនឹងមកហើយបន្ទាប់មកយកចម្លើយចាដែលបងប្អូនកណនាឃើញហ្នឹងមកផ្ទៀងផ្ទាត់នឹងចម្លើយរបស់អ្នកគ្រូចាដំណោះស្រាយកតុងសុងអគ្គិសនីតាមរូបមន្ត V ស្មើ OI O ស្មើនឹង60ចាគុណនឹង I 4អំពែចា60គុណនឹង4ស្មើនឹង240វ៉ុលអញ្ចឹងតុងសុងអគ្គិសនីរបស់យើងចា V ស្មើនឹង240វ៉ុលខអានុភាពអគ្គិសនី P ស្មើ VI ដែល V ស្មើ240វ៉ុលគុណនឹង I 4អំពែអញ្ចឹងយើងគុណមកស្មើនឹង960វ៉ាត់ចាអានុភាពអគ្គិសនីដែលយើងរកឃើញ P ស្មើ960វ៉ាត់កែវថាមពលកម្ដៅដែលភាយនៅក្នុងរយៈពេល5វិនាទីតាមរូបមន្ត E ស្មើ PT ចា P ស្មើនឹង960គុណនឹង T 300វិនាទីចាអញ្ចឹងយើងគុណមកស្មើនឹង288,000 ស៊ូចាសរសេរជាស្វ័យគុណស្មើនឹង288គុណនឹង10ស្វ័យគុណ3ស៊ូ
ដូចនេះតង់ស្ទង់អគ្គិសនី V ស្មើនឹង 240 V ចាអានុភាពអគ្គិសនី P ស្មើនឹង 960 W និងថាមពលកម្ដៅ E ស្មើ 288 គុណនឹង10ស្វ័យគុណ3 ស៊ូចូលដល់លំហាត់ទី2កំសៀវទឹកអគ្គិសនីមួយមានអានុភាព 2.3 គីឡូវ៉ាត់គេប្រើកំសៀវទឹកនេះដាំទឹកចំណុះ3លីត្រនៅសីតុណ្ហភាព 25 អង្សាសេឲ្យពុះនៅសីតុណ្ហភាព 100 អង្សាសេកណនាករេស៊ីស្តង់កំសៀវបើគេដឹងថាអាំងតង់ស៊ីតេចរន្តឆ្លងកាត់កំសៀវស្មើនឹង2អម្ពែខរយៈពេលដាំទឹកកែវប្រាក់ចំណាយដើម្បីដាំទឹកនេះបើគេដឹងថាថាមពលអគ្គិសនីថ្លៃ720រៀលក្នុង1គីឡូវ៉ាត់ម៉ោងគេឲ្យកម្ដៅម៉ាស់ទឹក C ស្មើនឹង 4200 ស៊ូក្នុង1គីឡូក្រាមអង្សាសេនិងទឹកចំណុះ3លីត្រចា3លីត្រខាងលើហ្នឹងគឺស្មើនឹង3គីឡូក្រាមចាអញ្ចឹងប្រធានលំហាត់នេះបងប្អូនប្រហែលជាគិតថាវារៀងស្មុគស្មាញបន្តិចប៉ុន្តែវាមិនមែនជាបញ្ហាអីទេឲ្យតែយើងដោះស្រាយវាទៅតាមដំណាក់កាលដូចដែលយើងធ្លាប់បានដោះស្រាយកន្លងមកចាអញ្ចឹងបងប្អូនអាចអានប្រធានលំហាត់ហ្នឹង2ឬក៏3ដងបន្ថែមទៀតទៅណាដើម្បីឲ្យយល់កាន់តែច្បាស់ថាប្រធានរបស់យើងគឺគេសួររកអ្វីខ្លះចាហើយគេចង់បានអីគេប្រាប់អីខ្លះចាអញ្ចឹងប្រធានលំហាត់របស់យើងគឺគេសួររកចាកតកតឹងទៅនឹង resistance របស់កំសៀវចាខរយៈពេលដាំទឹកនិងកែវប្រាក់ចំណាយចាដើម្បីដាំទឹកតើគេត្រូវចំណាយប្រាក់ប៉ុន្មានដើម្បីដាំទឹកមួយកសៀវនឹងឲ្យពុះចាចូលទៅដល់បំរាប់ចាអញ្ចឹងយើងស្រង់បំរាប់ឲ្យអស់មកប្រធានគេប្រាប់អីខ្លះយើងស្រង់វាម្ដុំសិនមកចាទី1គឺអានុភាពចា P ស្មើនឹង 2.3 គីឡូវ៉ាត់អញ្ចឹងយើងប្របែកទៅជាវ៉ាត់មកស្មើនឹង 2.3 គុណនឹង10ស្វ័យគុណ3វ៉ាត់ចាបន្ទាប់មកទៀតគឺម៉ាស់របស់ទឹកចាម៉ាស់របស់ទឹកគឺគេប្រាប់មក3លីត្រចា3លីត្រហ្នឹងគេប្រាប់ខាងក្រោមគេបញ្ជាក់ខាងក្រោមណា3លីត្រគឺស្មើនឹង3គីឡូក្រាមចាអញ្ចឹង M របស់យើងគឺស្មើនឹង3គីឡូក្រាមដាំទឹកនៅសីតុណ្ហភាព25អង្សាសេឲ្យពុះនៅសីតុណ្ហភាព100អង្សាសេអញ្ចឹងគឺគេប្រាប់បំរែបំរួលសីតុណ្ហភាព delta T ចា delta T យើងគឺយើងត្រូវយកចាសីតុណ្ហភាពស្រេចដកនឹងសីតុណ្ហភាពដើមចាសីតុណ្ហភាពស្រេចគឺស្មើនឹង100អង្សាសេដកនឹងសីតុណ្ហភាពដើមគឺ25អង្សាសេចា100ដក25អង្សាសេគឺស្មើនឹង75អង្សាសេអីចាអាំងតង់ស៊ីតេចរន្តគេប្រាប់មកស្មើនឹង2អម្ពែចាថ្លៃអគ្គិសនីចាក្នុង1គីឡូវ៉ាត់ម៉ោងគឺស្មើនឹង720រៀលហើយចុងក្រោយគេគឺកម្ដៅម៉ាស់ទឹកចាកម្ដៅម៉ាស់ទឹក C ស្មើនឹង4200 ស៊ូក្នុង1គីឡូក្រាមអង្សាសេចាបន្ទាប់ពីយើងស្រង់បំរាប់រួចអស់ហើយយើងទៅមើលប្រធានរបស់យើងគេសួរអ្វីខ្លះអញ្ចឹងមើលចាទី1គឺ resistance របស់កំសៀវចាអញ្ចឹងដើម្បីរក resistance របស់កំសៀវតើយើងត្រូវប្រើរូបមន្តអ្វីចារូបមន្តដែលយើងត្រូវប្រើគឺ P ស្មើ OI ការ៉េចាអញ្ចឹងយើងទាញរក O មកទាញរក resistance មកស្មើនឹង P ចែកឲ្យ I ការ៉េចំណែក I ខរយៈពេលដាំទឹកវិញអញ្ចឹងដើម្បីរករយៈពេលដាំទឹកបានតើយើងត្រូវរកវាដោយរបៀបណាគឺយើងត្រូវរកវាតាមច្បាប់រក្សានិងបំលែងថាមពលចាច្បាប់រក្សានិងបំលែងថាមពល E ស្មើនឹង Q ចាហើយ E នៅពេលនេះគឺស្មើនឹង PT ដែលសារតាអានុភាពគឺគេប្រាប់ចាអញ្ចឹងគេប្រាប់អានុភាពហើយគឺយើងអាចរកតាមរូបមន្តនឹងបាន PT ស្មើនឹង MC delta T ចាបន្ទាប់មកគឺយើងទាញរក T ព្រោះគេឲ្យយើងរករយៈពេលដាំទឹកទាញរក T មកគឺស្មើនឹង MC delta T ចែកនឹង P ចុងក្រោយតើយើងត្រូវប្រើរូបមន្តអ្វីដើម្បីគណនារកប្រាក់ចំណាយបានចាអញ្ចឹងមុននឹងយើងអាចគណនារកប្រាក់ចំណាយបានគឺយើងត្រូវរកថាមពលអគ្គិសនីចាដែលកំសៀវអគ្គិសនីរបស់យើងបានស៊ីសិនចាអញ្ចឹងថាមពលអគ្គិសនី
គឺយើងប្រើរូបមន្ត e ស្មើនឹង pt ចាបន្ទាប់ពីយើងរកវាឃើញហើយគឺយើងយកវាមកគុណនឹងតម្លៃអគ្គិសនីក្នុង1គីឡូវ៉ាត់ម៉ោងចាប្រាក់ចំណាយរបស់យើង h ស្មើនឹងចា e គុណនឹង720រៀលដំណោះស្រាយក resistance របស់កំសៀវ O ស្មើ P ចែកនឹង I ការ៉េ P ស្មើ 2.3 គុណនឹង10ស្វ័យគុណ3ចាចែកនឹង E ការ៉េ2លើកជាការ៉េចាអញ្ចឹងយើងធ្វើការគណនាមកស្មើនឹង575អូមចាអញ្ចឹង resistance របស់កំសៀវគឺស្មើនឹង575អូម ខរយៈពេលដាំទឹក T ស្មើនឹង MC delta T ចែកនឹង P M ស្មើ3គីឡូក្រាមគុណនឹង C 4200ចាគុណនឹង delta T 75ចាចែកនឹង P 2.3គុណនឹង10ស្វ័យគុណ3អញ្ចឹងយើងគុណលេខខាងលើសិនចាយើងគុណទៅស្មើនឹង945គុណនឹង10ស្វ័យគុណ3ចែកនឹង 2.3គុណនឹង10ស្វ័យគុណ3ចា10ស្វ័យគុណ3ខាងលើចាសម្រួលនឹង10ស្វ័យគុណ3ខាងក្រោមអញ្ចឹងយើងសម្រួលមកបាន1ចាអញ្ចឹងអ្វីដែលនៅសល់គឺ945ចែកនឹង2.3ចាអញ្ចឹងយើងចែកមកស្មើនឹង410វិនាទីចានៅពេលដែលយើងកណនាទៅឃើញមានចុចក្បៀសអីអញ្ចឹងយើងប្រកួតវាមកដើម្បីឲ្យស្រួលគិតពីព្រោះវាជាខ្នាតរយៈពេលចាកែវរកប្រាក់ចំណាយដើម្បីដាំទឹកចាអញ្ចឹងទី1គឺយើងត្រូវរកថាមពលអគ្គិសនីសិនចាថាមពលអគ្គិសនី E ស្មើ PT ចាដោយថ្លៃអគ្គិសនីរបស់យើងចាគិតជាគីឡូវ៉ាត់ក្នុង1ម៉ោងដូចនេះយើងត្រូវគិត P ជាគីឡូវ៉ាត់ស្មើនឹង 2.3 គីឡូវ៉ាត់ហើយរយៈពេល T គិតជាម៉ោងចាអញ្ចឹងយើងត្រូវប្របែក410វិនាទីហ្នឹងទៅជាម៉ោងស្មើនឹង410ចែកនឹង3600យើងសម្រួលមកស្មើនឹង41លើ360ម៉ោងចារយៈពេលរបស់យើង T ស្មើនឹង41លើ360ម៉ោងយើងបាន E ថាមពលអគ្គិសនីស្មើនឹង 2.3 គុណនឹង41ចាចែកនឹង360ចាអញ្ចឹងយើងកណនាមកឃើញ 0.2619 ចាຂະຫນាតរបស់ថាមពលអគ្គិសនីនៅពេលនេះគិតជាគីឡូវ៉ាត់ម៉ោងចាយើងរកថាមពលអគ្គិសនីឃើញហើយគឺ 0.2619 គីឡូវ៉ាត់ម៉ោងអញ្ចឹងនាំឲ្យប្រាក់ចំណាយ X យើងស្មើនឹង 0.2619 គុណនឹង720រៀលចាអញ្ចឹងយើងគុណមកស្មើនឹង189រៀលដូចនេះ resistance របស់កំសៀវស្មើនឹង575អូមរយៈពេលដាំទឹកស្មើនឹង410វិនាទីនិងប្រាក់ចំណាយ X ស្មើនឹង189រៀលចាចំពោះខ្លឹមសារដែលជាចំណុចសំខាន់ដែលយើងបានសិក្សានៅក្នុងថ្ងៃនេះមានចាទី1គឺរូបមន្តថាមពលអគ្គិសនី E ស្មើ OI ការ៉េ T ចាទី2ថាមពលកម្ដៅដែលមានរូបមន្ត Q ស្មើ MC delta T ចានិងទី3គឺច្បាប់រក្សានិងបំលែងថាមពលចាករណីដែលថាមពលអគ្គិសនីបំលែងទៅជាថាមពលកម្ដៅទាំងស្រុងយើងបាន E ស្មើនឹង Q ចាបន្ទាប់ពីបងប្អូនបានសិក្សាមេរៀនចាព្រមជាមួយនឹងការអនុវត្តលំហាត់តើបងប្អូនទទួលបានចំណេះដឹងអ្វីខ្លះនៅក្នុងថ្ងៃនេះចាអញ្ចឹងយើងក៏លេខមកមើលសំណួរបញ្ចប់មេរៀនរបស់យើងចាហើយសូមបងប្អូនចូលរួមឆ្លើយនៅសំណួរទាំងនេះឲ្យបានគ្រប់គ្នា1ថាមពលមិនបាត់សូន្យនិងមិនកើតឡើងដោយឯងទេគ្រាន់តែវាបំលែងពីថាមពលមួយទៅថាមពលមួយផ្សេងទៀតហៅថាអ្វីបងប្អូនចាចម្លើយរបស់យើងមាន4សម្រាប់ជ្រើសរើសគឺកច្បាប់រក្សានិងបំលែងថាមពលខច្បាប់រក្សានិងបំលែងថាមពលកម្ដៅកច្បាប់រក្សានិងបំលែងថាមពលអគ្គិសនីខច្បាប់រក្សានិងបំលែងថាមពលពន្លឺចាចម្លើយមួយណាដែលបងប្អូនគិតថាត្រឹមត្រូវចម្លើយកខកឬក៏ខចាចម្លើយដែលត្រឹមត្រូវគឺចម្លើយកច្បាប់រក្សានិងបំលែងថាមពលច្បាប់នេះពោលថាថាមពលមិនបាត់សូន្យនិងមិនកើតឡើងដោយឯងទេគឺវាគ្រាន់តែបំលែងពីថាមពលមួយទៅថាមពលមួយផ្សេងទៀតប៉ុណ្ណោះចាវាអាចបំលែងពីថាមពលមួយទៅថាមពលមួយឬក៏បំលែងពីថាមពលមួយទៅថាមពលច្រើន
ចាទី2តាមច្បាប់រក្សានិងបំលែងថាមពលករណីថាមពលអគ្គិសនីបំលែងទៅជាថាមពលកម្ដៅទាំងស្រុងគេបានចាតែគេបានអ្វីបងប្អូនចាខាងក្រោមនេះគឺជាចម្លើយជ្រើសរើសរបស់យើងក E ស្មើនឹង Q ចាខ E តូចជាង Q ចាក E ធំជាង Q ចាខ គឺគ្មានចម្លើយចាតែចម្លើយមួយណាដែលបងប្អូនគិតថាជាចម្លើយត្រឹមត្រូវចាចម្លើយដែលត្រឹមត្រូវគឺចម្លើយកថាមពលអគ្គិសនីស្មើនឹងថាមពលកម្ដៅ E ស្មើនឹង Q ចាតាមច្បាប់រក្សានិងបំលែងថាមពលករណីដែលវាបំលែងទាំងស្រុងគឺវាត្រូវតែស្មើគ្នាថាមពលអគ្គិសនីស្មើនឹងថាមពលកម្ដៅសំណួរទី3តើថាមពលកម្ដៅមានរូបមន្តដូចម្ដេចចាចម្លើយជ្រើសរើសរបស់យើងមានចំនួន4ក Q ស្មើ mct ចាខ Q ស្មើ mc delta t ក Q ស្មើ mc លើ delta t ខ Q ស្មើ m លើ c delta t ចាចម្លើយទាំង4ខាងលើនេះតើចម្លើយមួយណាដែលបងប្អូនគិតថាត្រឹមត្រូវកខកឬក៏ខចាចម្លើយដែលត្រឹមត្រូវគឺចម្លើយខថាមពលកម្ដៅមានរូបមន្ត Q ស្មើ mc delta t ចូលដល់សំណួរចុងក្រោយ4ខ្សែចម្លងអគ្គិសនី1មានរេស៊ីស្តង់10អូមឆ្លងកាត់ដោយចរន្តអគ្គិសនី5អំពែក្នុងរយៈពេល180វិនាទីគណនាផលកម្ដៅដែលភាយចេញពីខ្សែចម្លងចាគេឲ្យយើងគណនាផលកម្ដៅឬក៏ថាមពលកម្ដៅដែលភាយចេញពីខ្សែចម្លងតើវាស្មើនឹងប៉ុន្មានបើ resistance ចា O ដែលគេប្រាប់មកស្មើនឹង10អូមចាចរន្តអគ្គិសនី E ស្មើនឹង5អំពែនិងរយៈពេល T ស្មើនឹង180វិនាទីចាបងប្អូនសាកគណនាមើលឃើញប្រមាណដែរតែចម្លើយគណនារបស់បងប្អូនត្រូវនឹងចម្លើយជ្រើសរើសរបស់យើងមួយណាចម្លើយជ្រើសរើសរបស់យើងមានកE ស្មើនឹង450ស៊ូខE ស្មើ45គុណនឹង10ស្វ័យគុណ2ស៊ូកែវ E ស្មើ45គុណនឹង10ស្វ័យគុណ3ស៊ូចានិងចម្លើយខែវ E ស្មើនឹង45គុណនឹង10ស្វ័យគុណ4ស៊ូចាយ៉ាងណាហើយបងប្អូនចាឃើញចម្លើយប៉ុន្មានដែរចាឥឡូវនេះយើងមកផ្ទៀងនៅចម្លើយចាចម្លើយដែលត្រឹមត្រូវគឺចម្លើយកែវ E ស្មើនឹង45គុណនឹង10ស្វ័យគុណ3ស៊ូចាជាចំណងដៃចុងក្រោយអ្នកគ្រូមានលំហាត់កិច្ចការផ្ទះចំនួន1ចាសម្រាប់ឲ្យបងប្អូនអនុវត្តនៅផ្ទះផងដែរអញ្ចឹងយើងមកមើលលំហាត់កិច្ចការផ្ទះរបស់យើងចាបន្តិចទៅចា1ឆ្នាំងអ៊ុតអគ្គិសនី1មានរេស៊ីស្តង់24អូមហើយមានអានុភាព1000វ៉ាត់គណនាកអាំងតុងស៊ីតេចរន្តដែលឆ្លងកាត់ឆ្នាំងអ៊ុតនេះខថាមពលអគ្គិសនីដែលឆ្នាំងអ៊ុតស៊ីគិតជាគីឡូវ៉ាត់ម៉ោងនិងស៊ូកប្រាក់ចំណាយដើម្បីប្រើឆ្នាំងអ៊ុតនោះក្នុងរយៈពេល30ថ្ងៃបើមួយថ្ងៃគេប្រើវា2ម៉ោងហើយថាមពលអគ្គិសនីថ្លៃ750រៀលក្នុង1គីឡូវ៉ាត់ម៉ោងចាអញ្ចឹងលំហាត់នេះគឺគេសួររកកចរន្តអគ្គិសនីចាខថាមពលអគ្គិសនីគិតជាគីឡូវ៉ាត់ម៉ោងនិងស៊ូចាកប្រាក់ដែលយើងត្រូវចំណាយទៅលើការប្រើប្រាស់ថាមពលអគ្គិសនីក្នុងរយៈពេល30ថ្ងៃចាអញ្ចឹងបងប្អូនស្រង់បំរាប់មកតើបំរាប់គេប្រាប់អ្វីខ្លះហើយបន្តមកទៀតគឺយើងត្រូវជ្រើសរើសរូបមន្តនិងគណនាវាទៅតាមលំដាប់លំដោយនៃសំណួរដែលគេសួរចាអញ្ចឹងអ្នកគ្រូមានប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានរាល់វីដេអូបង្រៀនរបស់អ្នកគ្រូចាសូមជូនពរឲ្យបងប្អូនមានសុខភាពល្អប្រាជ្ញាឈ្លាសវៃព្រមទាំងត្រូវចេះថែរក្សាខ្លួននិងគ្រួសារពីជំងឺ Covid-19 ដោយអនុវត្តតាមវិធានការ3ការពារនិង3កុំរបស់រាជរដ្ឋាភិបាលចាសូមអរគុណ